កាសែត BBC បានស្រង់សម្ដីរបស់ឆ្មាំសមុទ្រមកចុះផ្សាយដោយបញ្ជាក់នៅថ្ងៃពុធថាមនុស្សជិត300នាក់ជាអ្នកដំណើរតាមនាវាទេសចរមួយគ្រឿងឈ្មោះ Queen ជានាវា2ត្រូវគេជួយសង្គ្រោះក្នុងពេលដែលនាវានោះលិចលង់ចូលទៅក្នុងសមុទ្រក្រោយប៉ះផ្ទប់ទៅនឹងផ្ទាំងថ្មនៅឯកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូងដែលมันអាចធ្វើឲ្យនាវាទេសចរមួយគ្រឿងនេះបើកទៅមុខទៀតបានមន្ត្រីឆ្មាំនិយាយថាក្នុងចំណោមអ្នកទេសចរ267នាក់ក្នុងនោះ27នាក់ត្រូវគេរកឃើញថារងរបួសស្រាលក្រោយទទួលការប៉ះទង្គិចហើយក្រៅពីនេះគ្មានព័ត៌មានណាមួយដែលបង្ហាញថាអ្នកដំណើរផ្សេងទៀតនៅក្នុងនាវាទេសចរនោះមានគ្រោះថ្នាក់អ្វីនោះទេឧបទ្ទហេតុដែលបានកើតឡើងកាលពីថ្ងៃពុធនោះគឺនៅក្បែរកោះចាងសាននៃទីក្រុងស៊ីណានទីភ្នាក់ងារសារព័ត៌មានយុនហាប់របស់ប្រទេសកូរ៉េខាងត្បូងបានស្រង់សម្ដីអ្នកដំណើរម្នាក់ដោយនិយាយថាដំបូងឡើយគឺលឺសូរសំឡេងផ្ទុះដ៏ខ្លាំងហើយបន្ទាប់មកនាវានោះក៏ក្រឡាប់ចុះតែម្ដងរំពេចនោះមានការប្រកាសអាសន្នបន្ទាន់មួយបានបន្លឺឡើងដោយតម្រូវឲ្យអ្នកដំណើរទាំងអស់ត្រូវពាក់អាវពោងការពារសុវត្ថិភាពហើយនាំគ្នាសម្រុកឡើងទៅលើដំបូលនាវានាវាដែលលិចនេះគឺមានទម្ងន់រហូតដល់ 26,000 តោនបានធ្វើដំណើរកម្សាន្តចេញពីរមណីយដ្ឋានមួយនៃកោះជេជូឆ្ពោះទៅកាន់ទីក្រុងមួយនៃកំពង់ផែម៉ាក់ពូហើយតំបន់ដែលនាវាទើបនឹងលិចនេះគឺនៅជិតនឹងកប៉ាល់ស៊ីវុលដែលធ្លាប់លិចកាលពីឆ្នាំ2014ដែលកាលនោះបានផ្ដាច់ជីវិតអ្នកដំណើរអស់300នាក់ភាគច្រើនដែលអ្នកបាត់បង់ជីវិតគឺជាសិស្សសាលាក្នុងដំណើរទស្សនកិច្ចរបស់ពួកគេរីឯបំណែកនៃកប៉ាល់ស៊ីវុលដែលគេរកឃើញបានយកទៅតម្កល់ទុកនៅទីតាំងនៃកំពង់ផែម៉ាក់ពូប្រមាណ3ឆ្នាំក្រោយមក